របៀបភ្ជាប់មួយទូរស័ព្ទដៃយើង download app វាសិន app ឈ្មោះថា Mivi Tracker ចូលទៅក្នុង app ហើយយើងចុចពាក្យថា agree ហើយបន្ទាប់មកយើងយកពាក្យថា register យើងcolumn ទី1ហ្នឹងគឺយើងដាក់ email របស់យើង email ផ្ទាល់ខ្លួនរបស់យើងបាច់ email ចូលអញ្ចឹងមកបន្ទាប់មកយើងចុចទៅលើពាក្យថា get code ហើយវាចេញលេខកូដមកហ្នឹងយើងត្រូវវាយលេខកូដហ្នឹងឲ្យដូចនឹងលេខកូដដែលគេដាក់មកហ្នឹង34 22 31បន្ទាប់មកចូលទី3គឺយើងដាក់ password លេខកូដសម្ងាត់ហ្នឹងគឺយើងដាក់លេខកូដផ្ទាល់ខ្លួនរបស់យើងហ្នឹងណាវាមានត្រូវដាក់អក្សរធំហើយអក្សរតូចហើយមានលេខទៀតបន្ទាប់មកចុចពាក្យថា register ហើយយើងចុច save password មកបន្ទាប់មកយកពាក្យថា login អញ្ចឹងយើងចាំវាបន្តិចទៅវាពងដើរបន្ទាប់មកចូលដល់នេះយើងចូល scan device code allow បន្ទាប់មកយើងទៅនាឡិកាយើងវិញយើងយកពាក្យថា tool បន្ទាប់មកយក IME ចេញ QR code ចឹងមកយើងចាប់ផ្ដើម scan ហើយយើងដាក់ឈ្មោះនេះយើងត្រូវជាម្ដាយឬមួយក៏ជាឪពុកចឹងទៅយើង select តាមហ្នឹងមកបន្ទាប់មកឈ្មោះហ្នឹងយើងអាចដាក់ឈ្មោះកូនយើងចឹងមកសំណុកយើងចំណាំខ្លួនឯងហើយចុចពាក្យថា save បន្ទាប់មកយើងចុច save ទៀតដាក់ណាអង្គុយដៃប៉ុណ្ណឹងយើងអាចមើលទីតាំងនាឡិកាបានហើយយើងភ្ជាប់បានហើយយើងអាចវីដេអូ call បានមួយគាត់យើងអាចset SOS តាមនឹងបានអរគុណច្រើនបង